ក្មេងប្រុសខាងលើម្នាក់នេះមានឈ្មោះថាព្រិនគាត់ទើបតែមានអាយុ4ឆ្នាំមនុស្សគ្រប់គ្នាដែលនៅក្នុងភូមិរបស់គាត់បាននិយាយថាគាត់គឺជាក្មេងប្រុសម្នាក់ដែលមានផ្ទៃពោះរបស់គាត់បានធំប៉ោងឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយពេលដែលព្រិនមានអាយុ1ឆ្នាំគ្រួសាររបស់គាត់ចាប់ផ្ដើមសម្គាល់ថាពោះរបស់គាត់ដូចរៀងឡើងហើមតិចៗហើយតែដំបូងឡើយពួកគាត់គិតថាប្រហែលជាអត់អីទេឯងមកពីគាត់ញ៉ាំអីច្រើនពេកប៉ុន្តែពោះរបស់គាត់ចាប់ផ្ដើមហើមធំឡើងពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ពោះរបស់គាត់មានសភាពប៉ោងធំបែបនេះហើយរៀងរាល់ថ្ងៃព្រិនតែងតែរស់នៅជាមួយនឹងភាពឈឺចាប់នៃពោះរបស់គាត់ហើយរយៈពេល4ឆ្នាំនេះគាត់បានទៅមន្ទីរពេទ្យទាំងក្នុងនិងក្រៅស្រុកតេស្តផងចាក់ផងបូមផងតែក្រោយមកគ្រូពេទ្យនៅតែមិនដឹងពីមូលហេតុជំងឺរបស់គាត់ហើយមានតែធ្វើឲ្យគាត់ឈឺជុកចាប់ជារៀងរាល់ថ្ងៃនិងបន្តប្រើប្រាស់ថ្នាំរាល់ថ្ងៃរហូតដល់គ្រួសាររបស់គាត់មិនអាចរ៉ាប់រងបានរឿងមួយនេះកើតឡើងតាំងពីព្រិននៅតូចទៅនឹងកើតមកម្លេះនៅពេលដែលគាត់នៅតូចពោះនឹងរៀងតូចហើយនៅពេលដែលគាត់ធំឡើងពោះនឹងក៏ចាប់ផ្ដើមរីកធំដូចគ្នាម្ដាយគាត់បាននិយាយថានៅពេលដែលបញ្ជូនគាត់ទៅមន្ទីរពេទ្យពេលដែលទៅដល់មិនត្រឹមតែពោះគាត់ហើមទេអាអូនតូចរបស់គាត់ហ្នឹងក៏ហើមដែរនៅពេលដែលគ្រូពេទ្យ check រួចរាល់គាត់បាននិយាយថានៅក្នុងពោះរបស់ព្រិនមានសារធាតុរាវក្នុងនឹងច្រើនដែលជាមូលហេតុធ្វើឲ្យគាត់ឡើងហើមបែបនេះតែមួយខែក្រោយមកពោះរបស់គាត់ចាប់ផ្ដើមហើមខ្លាំងនិងឈឺជុកចាប់ខ្លាំងថែមទៀតផងហើយអ្នកទាំងអស់គ្នាមើលពោះរបស់គាត់ហើមឡើងចេញតែសៃបែបហ្នឹងហើយមើលទៅវាគួរឲ្យខ្លាចទៀតអញ្ចឹងទៅម្ដាយរបស់គាត់ឲ្យគាត់សម្រាប់នៅមន្ទីរពេទ្យដើម្បីតាមដានបន្តប៉ុន្តែចុងក្រោយពេទ្យនៅតែរកមិនឃើញថាព្រិនកើតជំងឺអ្វីមធ្យោបាយគ្រួសារគាត់មានតែត្រឡប់មកផ្ទះវិញសិនក្រោយមកពេលដែលព្រិនចាប់ផ្ដើមធំលូតលាស់ពោះដែលហើមមួយហ្នឹងក៏ចាប់ផ្ដើមធ្ងន់ធ្ងរឡើងវាចាប់ផ្ដើមតឹងធ្ងន់ហើយឈឺខ្លាំងជាងមុនទៀតមធ្យោបាយចុងក្រោយគ្រូពេទ្យមានតែសម្រាប់ចិត្តថាដាក់ទៅយកចូលទៅបូមអាសារធាតុរាវដែលមាននៅក្នុងហ្នឹងចេញមកតែវាមិនប្រកាសថាអាចនឹងជាសះស្បើយនោះទេតែវាអាចនឹងធ្វើឲ្យគាត់ធូរស្រាលបានមួយពេលបន្ទាប់ពីបូមហើយពោះរបស់គាត់ក៏បានស្រករាងតូចបន្តិចតែការបូមមួយនេះវាមិនបានរហូតនោះទេគាត់ក៏ចាប់ផ្ដើមប្រែទៅជាសភាពដើមហើយគាត់ចាប់ផ្ដើមមានអាការៈពិបាកដកដង្ហើមជាងមុនពិបាកបត់ជើងតូចពិបាកគេងធ្វើឲ្យគាត់ពិបាកជាងមុនច្រើនតែម្ដាយរបស់គាត់ក៏មិនបានគេងដែរតែនៅមើលថែគាត់ខ្លាចគាត់លេងដកដង្ហើមអញ្ចឹងត្រូវមើលថែតមព្រិនឲ្យបានខ្ពស់ខ្លាំងមែនតើទោះបីជាស្ថានភាពរបស់ព្រិនកាន់តែធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏ព្រិនព្យាយាមតស៊ូដកដង្ហើមដែរខ្លួនប្រាណរបស់គាត់ចាប់ផ្ដើមឡើងហើមគាត់ត្រូវបានប្រញាប់បញ្ញាបញ្ជូនទៅមន្ទីរពេទ្យដើម្បីដាក់អុកស៊ីហ្សែនហើយជំងឺរបស់គាត់គ្រូពេទ្យនៅតែគ្មានចម្លើយអាចព្យាបាលបានហើយក៏មិនអាចធ្វើការវះកាត់បានដូចគ្នាព្រោះដោយសារតែអត់ដឹងថាគាត់ឈឺអីឲ្យពិតប្រាកដបានពោះគាត់ឡើងទៅជាហើមបែបហ្នឹងគាត់អាចមើលឃើញថានៅក្នុងពោះរបស់គាត់ហ្នឹងមានសារធាតុរាវនៅក្នុងហ្នឹងមានទឹកនៅក្នុងហ្នឹងប៉ុន្តែគ្រួសាររបស់គាត់នៅតែមានសង្ឃឹមនឹងរងចាំថាអាចព្យាបាលព្រិនបានរហូតដល់ជាម្ដាយគាត់បាននិយាយថានៅពេលដែលឃើញកូនគាត់ធ្វើទុកម្ដងគាត់ពិតជាពិបាកនៅក្នុងចិត្តណាស់ធម្មតាទេបងប្អូនទាំងអស់គ្នាអើយពាក្យថាម្ដាយគឺស្រឡាញ់កូនសឹងតែស្មើនឹងជីវិតខ្លួនឯងពេលខ្លះស្រឡាញ់កូនជាងជីវិតខ្លួនឯងទៀតនៅពេលដែលឃើញកូនរបស់ខ្លួនឯងឈឺជុកចាប់ម្ដាយឈឺជុកចាប់ជាងយើង100ដងម្ដាយរបស់គាត់ក៏បានបន្តទៀតដែរថាព្រិនជាក្មេងឆ្លាតណាស់គាត់សង្ឃឹមថាពោះរបស់កូនគាត់នឹងនឹងឆាប់ជាបានដូចគេដូចឯងបានទៅរៀនវិញព្រោះកូនគាត់មានបំណងប្រាថ្នាមួយពេលធំឡើងគឺចង់ធ្វើជាវិស្វករដើម្បីជួយដល់គ្រួសារគាត់វិញឃើញអត់បងប្អូនទាំងអស់គ្នាទោះបីជាគាត់ជួបស្ថានភាពលំបាកប៉ុណ្ណាគាត់មានជំងឺឈឺដែលមិនអាចព្យាបាលជាក៏ដោយក៏គាត់នៅតែមិនបោះបង់ចោលក្តីសម័យរបស់គាត់ដែរប៉ុន្តែយ៉ាងណាក៏ដោយព្រិននៅតែបន្តប្រើប្រាស់ថ្នាំជារៀងរាល់ថ្ងៃហើយបន្ទាប់ពីវីដេអូរបស់គាត់ហ្នឹងបានផ្ទុះទៅលើ social media គាត់ក៏ចាប់ផ្ដើមទទួលបានជំនួយបន្តិចបន្តួចពីសប្បុរសជនផងដែរពីមែនទេអ្នកគ្នាអាណិតខ្លាំងមែនតើគាត់ទៅតែ4ឆ្នាំប៉ុន្តែគាត់ជួបប្រទះជំងឺដល់ចង្អែតមួយនេះបងប្អូនក៏ត្រូវតែប្រយ័ត្នដែរណាមិនថាមនុស្សចាស់មិនថាជាកូនក្មេងទេជំងឺកើតឡើងអត់រើសវ័យទេណាអញ្ចឹងមើលថែទាំសុខភាពឲ្យបានល្អខ្លាំងមែនតើទាំងកូនយើងទាំងម្ដាយយើងទាំងសុខភាពរបស់យើងខ្លួនឯងដូចគ្នា